ប្រឡង IELTS ខ្ញុំអាចនិយាយបានថាពេលខ្លះអា season ខ្លះមួយខែពេញតែយើងអត់បុកមុនមួយខែឬក៏ពីរខែទេគឺចប់ហ្មងបើយើងឧទាហរណ៍យើងចង់ប្រឡងខែហ្នឹងខែ4ឧទាហរណ៍ហើយយើងទៅមន្ទេសួរគេដេកស្អាតហ្មងដើម្បីរកខ្លួនឯងតើខ្លួនឯងនៅក្នុងចំណុចណាមួយតើបទពិសោធន៍របស់ខ្លួនឯងហ្នឹងនៅកន្លែងណាពាក្យ limit គេឲ្យថា4ទៅ500ដល់ពេលយើងកែចុះកែឡើងជួនកាលទៅលើសពាក្យដល់ពេលលើសពាក្យយើងលុបអាខាងនេះលុបអាខាងនោះដាច់អត្ថន័យខ្ទេចចាំម្ដងថ្ងៃ submit ហ្នឹងណាគឺឈួរច្បល់ហ្មងឈួរច្បល់ទីមួយ system error សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ podcast របស់ខ្ញុំដែលខ្ញុំនិយាយតាក់ទងអំពីអាហារូបករណ៍ទៅប្រទេសអូស្ត្រាលីអូខេអញ្ចឹងវីដេអូនេះគឺជា episode ទី8បាទអញ្ចឹងបើសិនអ្នកនរគ្នាអត់ទាន់បានមើល episode ទី1ទី2ទី3ទី4ទី5ទី6ទី7ទេខ្ញុំសូមសនំពរឲ្យទៅមើលពី1រហូតដល់7មកវិញព្រោះដោយសារតែ episode នីមួយៗគឺខ្ញុំអាចនិយាយបានថាព័ត៌មានដែលខ្ញុំផ្ដល់ឲ្យនឹងគឺវាក្បោះក្បាយខ្ញុំអាចនិយាយបានថាក្បោះក្បាយហើយមានចំណុចមួយចំនួនដែលខ្ញុំគិតថាពី episode នេះពី1ទៅ1គឺប្រកបអត្ថន័យបាទដែលខ្ញុំចង់ឲ្យអ្នកគ្នាទៅស្វែងយល់អញ្ចឹងណាអញ្ចឹងកុំខ្លាចចំណាយពេលច្រើនបាទអញ្ចឹងព្យាយាមតាមដានពី1ទៅ1អូខេអញ្ចឹង episode នេះគឺខ្ញុំនឹងនិយាយអំពីបញ្ហាទូទៅដែលអ្នកដាក់អាហារូបករណ៍ហ្នឹងគាត់មានអញ្ចឹងបញ្ហាទី1គឺតាក់ទងជាមួយនឹង documents អញ្ចឹងខ្ញុំធ្លាប់ជួបច្រើនហើយបាទជួបច្រើនហើយគឺតាក់ទងជាមួយនឹងឯកសារអត់គ្រប់ហ្នឹងគឺទៅលើអីគេ passport expire អត់បានមើលដល់ថ្ងៃហើយតែមិនឃើញថា passport ខ្ញុំ expire អាហ្នឹង passport ទី2degree degree របស់យើងសញ្ញាបត្រអត់បានបកប្រែនិយាយទៅឯកសារដែលគេទាមទារហ្នឹងណាដែលសរសេរជាភាសាខ្មែរគេទាមទារឲ្យយើងទៅបកប្រែទាំងអស់បកប្រែជាភាសាអង់គ្លេសហើយបកប្រែហ្នឹងគឺតម្រូវឲ្យយើងទៅបកប្រែនៅក្រុមហ៊ុនដែលគេទទួលស្គាល់បាទមិនមែនបកខ្លួនឯងបានណាអញ្ចឹងទៅបកនៅក្រុមហ៊ុនគេមានត្រារបស់ក្រុមហ៊ុនត្រឹមត្រូវអញ្ចឹងអ្នកនរគ្នាត្រូវទៅធ្វើអាហ្នឹង check អាហ្នឹង transcript បាទអ្នកខ្លះភ្លេច transcript ហើយដល់ពេលចុចដល់ថ្ងៃបិទ application ហើយតែនឹកឃើញអត់បានដក transcript ហើយជាទូទៅសាកលវិទ្យាល័យអាចនឹងមួយអាទិត្យទៅពីរអាទិត្យបាទហ្នឹងបើតាមខ្ញុំធ្លាប់ដកអញ្ចឹងប្រយ័ត្នមែនតើត្រូវ clear ការងារមួយចំនួនហើយទៅលើឯកសារហ្នឹងណាអញ្ចឹងឯកសារហ្នឹងសំខាន់ណាស់បើសិនជាអ្នកនរគ្នានៅខ្វះចំណុចណាមួយនិយាយទៅមើល checklist របស់គេខ្ញុំនឹងដាក់link នៅក្នុងវីដេអូហ្នឹងដែរបាទអ្នកនរគ្នាអាច check មើលថាតើ checklist របស់គេហ្នឹងមានអីខ្លះអញ្ចឹងអ្នកនរគ្នាត្រូវទៅមើលហ្នឹងបាទដើម្បី check ថាអ្នកនរគ្នាមាន1 2 3 4 5ហើយបាទប្រយ័ត្នមែនតើប្រយ័ត្នតែអត់គឺបាទស្បៃហ្មងហើយមួយទៀតគឺតកតងជាមួយនឹងIELTS បន្ទូប្រឡងទូប្រឡងសំខាន់ខ្លាំងណាស់អ្នកនរគ្នាអ្នកទាំងអស់គ្នាត្រូវតែមើលពីលក្ខខណ្ឌរបស់គេអញ្ចឹងលក្ខខណ្ឌរបស់គេដូចជាគេឲ្យយើងអា test result report test report ហ្នឹងណា result របស់យើងហ្នឹងដូចជាខែ1ឆ្នាំមុនបាទអញ្ចឹងខែ1ឆ្នាំមុនគេរាប់ចាប់ពីខែ1ឆ្នាំមុនមួយឆ្នាំក្រោយអញ្ចឹងប្រយ័ត្នតេស្តរបស់យើងធ្វើខែ12ឧទាហរណ៍ឥឡូវឆ្នាំ2026អញ្ចឹងតេស្តគេចាប់ផ្ដើមពី2025ខែ1ប្រយ័ត្នអ្នកនរគ្នាធ្វើ2024ចុងខែ12ហើយចុងថ្ងៃទៀតចុងអាទិត្យទៀតថាសប្តាហ៍ទី4ណាក៏គេអត់យកដែរក៏គេអត់រាប់ដែរប្រយ័ត្នបើគេដាក់ថាខែ1គឺខែ1 2025ហើយអញ្ចឹងត្រូវ check test របស់យើងហើយត្រូវដឹងថាតេស្តប្រឡង IELTS ខ្ញុំចង់លើកទឹកចិត្តអ្នកនរគ្នាបើសិនជាត្រូវធ្វើឲ្យហើយកុំចាំតដល់សល់2 3អាទិត្យទៀតហ្នឹងសល់មួយខែទៀតហ្នឹងចាំតែធ្វើ check ទៅសួរគេថាមានកន្លែងតនេអត់ប្រយ័ត្នប្រឡង IELTS ខ្ញុំអាចនិយាយបានថាពេលខ្លះអា season ខ្លះមួយខែពេញតែយើងអត់បុកមុនមួយខែឬក៏ពីរខែទេគឺចប់ហ្មងបើយើងឧទាហរណ៍យើងចង់ប្រឡងខែហ្នឹងខែ4ឧទាហរណ៍ហើយយើងទៅមន្ទេសួរគេ
ដេកស្អាតហ្មងខ្ញុំ experience ខ្លួនឯងផ្ទាល់ប៊ីសអត់បានប្រឡងបានប៊ីសអត់បានប្រឡងដែលខ្ញុំគិតថាជំនាន់ខ្ញុំគិតថាអត់ទាន់ ready អត់ទាន់បានមើលអត់ទាន់បានវឹកហាត់បានល្អផងខ្ញុំអត់ទាន់ ready នឹងការតេកក់ ready នឹងការធ្វើតេចាំមកទៅទៀតប៊ីសបាទនិយាយទៅប៊ីសសល់មកកន្លែងគត់សល់មកកន្លែងគត់បាទសល់មកកន្លែងនេះគេចុះឈ្មោះឲ្យខុសទៀតបាទគេសុំគេតេមកសុំលើកថ្ងៃខ្ញុំវិញហើយខ្ញុំថាអត់ទេនេះមិនមែនជាកំហុសខាងខ្ញុំទេខ្ញុំសុំទោសហ្មងបាទមិនមែនជាកំហុសខាងខ្ញុំទេព្រោះដោយសារពេលដែលខ្ញុំបុកគឺ system accepted បាទ accept ខ្ញុំហីអញ្ចឹងមិនមែនជាកំហុសខ្ញុំទេអញ្ចឹងខ្ញុំសុំអធិស្ឋានហ្មងខ្ញុំសុំវល់ហ្មងនិយាយទៅពេលហ្នឹងខ្ញុំសុំវល់គេហ្មងគឺខ្ញុំអាច cancel ឬក៏លើកថ្ងៃបានទេហើយក៏គេព្រមតែគេដូចជាមាន spare ដូចជា spare computer គេមានព្រោះនៅពេលដែលប្រឡងគេមានទុក2ឬក៏3គ្រឿងចោលឲ្យដើម្បីខ្លាចមានបញ្ហា computer ណាមួយគេឲ្យ candidate មកធ្វើក្នុង computer ដែលគេ reserve ទុកហ្នឹងបាទខ្ញុំពេលនោះខ្ញុំសំណាងខ្លាំងមែនតើដែលគេយល់ព្រមហើយខ្ញុំបានធ្វើអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាជួបបទពិសោធន៍ដូចខ្ញុំទេបាទអញ្ចឹងបើត្រូវតែប្រឡងតតែប្រឡងទៅកុំចាំត ready អីព្រោះបើចាំគ្មានពេលណា ready ទេបាទពីមួយថ្ងៃទៅមួយថ្ងៃគឺយើងអត់ ready ទេបាទហ្នឹងតកតងជាមួយនឹងបន្ទុកបាទអញ្ចឹងត្រូវ check ឡើងវិញទាំងអស់តែយើងមានឯកសារគ្រប់អស់នៅបាទបើនៅទេយើងចាប់ផ្ដើម process ចាប់ផ្ដើមធ្វើពីឥឡូវទៅម្ដងតិចម្ដងតិចព្រោះកុំចាំដល់ថ្ងៃចុងក្រោយតែដល់ថ្ងៃចុងក្រោយយើងគេហៅថា we walk hawk ភ្លេចមុខភ្លេចក្រោយមកហើយតែភ្លេចមុខភ្លេចក្រោយហើយគឺចប់ហើយបាទគឺចប់ហ្មងគេហៅថាតែភ្លេចមុខភ្លេចក្រោយហើយគឺមានថាយើង submit ខ្វះនេះខ្វះនោះឲ្យមិនចឹងបាទអញ្ចឹងហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នា check ពីឥឡូវព្រោះយើងមានថាពីមួយថ្ងៃទៅមួយថ្ងៃយើងធ្វើម៉េច tick មាន checklist មួយយើង tick ខ្លួនឯងបាទអញ្ចឹងហ្នឹងតកតងជាមួយនឹងឯកសារអញ្ចឹងគេទាមទារអីយើងត្រូវ make sure ថាយើងមានអាហ្នឹងឲ្យគ្រប់ព្រោះ system របស់គេគ្រាន់តែយើង submit ពឹបខ្វះអីមួយក៏វា reject application យើងដែរអញ្ចឹងប្រយ័ត្នមែនតើនៅក្នុងកន្លែងហ្នឹងបាទចំណុចមួយទៀតគឺដូចខ្ញុំមិញក៏ខ្ញុំបាននិយាយដែរគឺតកតងជាមួយនឹងការចាប់ដើមរៀងយឺតមានថាយើង it's a bit late to start មានថាគេបើក application តាំងខែ2ហើយគេបិទចុងខែ4ហើយដល់ពេលយើងចាប់ផ្ដើមធ្វើយើងទៅចាប់ផ្ដើមខែ4ឬក៏សប្តាហ៍ទី1ឬក៏សប្តាហ៍ទី2នៃខែ4បានចាប់ផ្ដើមមើលដោយសារយើងគិតថាខ្ញុំ ready ហីដូចជាគ្មានអីបបាក់បាទនេះជាខ្ញុំអាចនិយាយបានថាគិតខុសបាទព្រោះបើសិនអ្នកនរគ្នាមើល episode 1នៅក្នុងចំណោម8 episode ដែលខ្ញុំធ្វើហ្នឹងណាវីដេអូទាំងអស់ណាខ្ញុំបាននិយាយថាយ៉ាងហោចណាស់ក៏ឲ្យមានថាពេលខ្លួនឯងមួយខែដែរក្នុងការគ្រាន់តែស្រាវជ្រាវទៅលើអ្វីដែលយើងចង់រៀនហ្នឹងណាយ៉ាងហោចណាស់ក៏មួយខែដែរព្រោះដោយសារតែយើងត្រូវសិក្សាឲ្យស៊ីជម្រៅដើម្បីរកខ្លួនឯងតើខ្លួនឯងនៅក្នុងចំណុចណាមួយតើបទពិសោធន៍របស់ខ្លួនឯងហ្នឹងនៅកន្លែងណាអាហ្នឹងយើងត្រូវដឹងខ្លួនឯងហើយបើមិនយើងរកខ្លួនឯងអត់ទាន់ឃើញហ្នឹងចេះតែឆ្លើយចេះតែនិយាយចេះតែអីហ្នឹងដល់ពេលអញ្ចឹងទៅកន្លែងហ្នឹងគឺជាបញ្ហានៅពេលដែលយើងអានមិនចឹងកន្លែងនេះមិនចឹងកន្លែងនេះមិនចឹងអញ្ចឹងកែដល់ពេលកែចុះកែឡើងអាពាក្យ limit គេឲ្យថា4ទៅ500ដល់ពេលយើងកែចុះកែឡើងជួនកាលទៅលើសពាក្យដល់ពេលលើសពាក្យយើងលុបអាខាងនេះលុបអាខាងនោះដាច់អត្ថន័យខ្ទេចចុងក្រោយ messy ហ្មងឡើងញ៉ៃហ្មងសំបីមើលខ្លួនឯងក៏មើលលែងយល់ដែរអញ្ចឹងកន្លែងនេះគឺត្រូវធ្វើម៉េចចាប់ដើមកាន់តែលឿនកាន់តែល្អហើយបើសិនជាដាក់លើកទី1អត់ជាប់ខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាត្រៀមមកពេលដែលយើងអត់ជាប់ហ្នឹងចាប់ដើមត្រៀមទៀតបាទត្រៀមទៀតទៅសេឲ្យទៅសេទៀតឆ្លើយតបនឹងសំណួររបស់គេហ្នឹងទៅសេឲ្យសេទៀតបាទត្រូវសិក្សាស្រាវជ្រាវបន្ថែមបាទកុំបោះបង់ហើយអ្នកខ្លះធ្លាក់តែម្ដងបោះបង់ចោលបណ្ដោយគិតថាខ្លួនឯងគ្មានសមត្ថភាពទេអញ្ចឹងខ្ជិលឈប់ដាក់ឈប់អីហីបាទកុំបោះបង់ខ្ញុំអាចនិយាយបានថាជំនាន់ខ្ញុំទៅរៀនគឺមានបងប្រុសម្នាក់គាត់ដាក់7ដងបាទ7ដងអញ្ចឹងមានន័យថាស្មើនឹង7ឆ្នាំ
គាត់រងចាំពីមួយឆ្នាំទៅមួយឆ្នាំគាត់អត់បោះបង់ប៉ុណ្ណាព្រោះដាក់ពាក្យអត់អស់លុយប៉ុណ្ណាបាទអញ្ចឹងខ្លាចអីនឹងដាក់ចោលទៅបាទអត់មានអស់លុយទេអញ្ចឹងបើសិនធ្លាក់លើកទី1ដាក់លើកទី2ទៅបើធ្លាក់លើកទី2លើកទី2ដាក់លើកទី3ទៅបាទកុំបាក់ទឹកចិត្តហើយកុំគិតថាដាក់ចង់5 6ដងនៅតែធ្លាក់បាទខ្ញុំលើកឧទាហរណ៍មិញគឺរឿងពិតណាបងប្រុសហ្នឹងធ្លាក់7ដង6ដងអញ្ចឹងលើកទី7បានជោគជ័យហើយនៅពេលគាត់ជោគជ័យគាត់រៀនហើយគាត់រៀនបកែគ្រូគេឲ្យលើកទឹកចិត្តឲ្យគាត់រៀន PhD ទៀតបាទឥឡូវគាត់រៀន PhD ទៀតអញ្ចឹងខ្ញុំបាននិយាយបានថាបទពិសោធន៍របស់គាត់មួយគឺជាបទពិសោធន៍ដ៏ល្អមួយដែលជាការលើកទឹកចិត្តដ៏អស្ចារ្យមួយសម្រាប់អ្នកទាំងអស់គ្នាអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ធ្វើឲ្យអត់ជោគជ័យធ្វើអីបានអត់ជោគជ័យអញ្ចឹងណាអញ្ចឹងកុំគិតថាធ្វើធ្លាក់ពីបេះដូងហើយបោះអងវាចោលអញ្ចឹងកុំបាទកុំលើកទី1លើកទី2លើកទី3រហូតដាក់រាល់ឆ្នាំទៅអូខេចំណុចទី3ដែលខ្ញុំអាសាឃើញហើយក៏ធ្លាប់បទពិសោធន៍ខ្លួនឯងដែរគឺតាក់ទងជាមួយនឹងពាក្យដែលគេកំណត់អញ្ចឹង style របស់ខ្ញុំទៅខ្ញុំចូល application ណាខ្ញុំចូលទៅ application ទៅខ្ញុំ copy សំណួររបស់គេហ្នឹងយកមកដាក់ Google Docs ដើម្បីខ្ញុំទៅសេនៅហ្នឹងខ្ញុំកែនៅហ្នឹងអីចឹងទៅបាទអញ្ចឹងពេលហ្នឹងគឺអាចនិយាយបានថាខ្ញុំអត់បានមើលអាពាក្យដែលគេប្រាប់ថាយើងត្រូវទៅសេប៉ុន្មាន100ពាក្យអានេះជាកំហុសធ្ងន់ហ្មងធំហ្មងដែលពេលដែលយើងអត់មើលអាហ្នឹងយើងចេះតែទៅសេបែកអូហូរជាស្ទឹងចេះតែសេហើយយើងអត់ឆ្នៃវាទៀតយើងអត់ព្យាយាមឆ្នៃយើងគិតថាទៅសេសិនណាឲ្យតែមាន idea ចេះសេសិនមកចេះតែសេទៅចាំចដងថ្ងៃ submit ចាំទៅកែតាមហ្នឹងបាទចប់មកចាំអាដងថ្ងៃ submit ហ្នឹងគឺឈួរច្បល់មកទី1 system error អញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាបើសិនគេឲ្យ500ពាក្យចម្លើយរបស់អ្នកនរគ្នាត្រូវធ្វើម៉េចប្រហែលនឹង400ជាង400ខែបាទបាច់500គុតក៏បានដែរតែ500គុតពេលខ្លះអា system របស់គេហ្នឹងអាចគេគិតពី space គេគិតពី full stop enter អីហ្នឹងខ្លាចprogram system គេវាមានបញ្ហាឬក៏word count របស់គេហ្នឹងវាមិនអញ្ចឹងយើងទុក6 7ពាក្យឬក៏10ពាក្យចោលសម្រាប់ខ្លួនឯងនៅមានថា490 480អីចឹងទៅឧទាហរណ៍ណាអញ្ចឹងកន្លែងហ្នឹងឯងសំខាន់មានថាឆ្នៃឲ្យហើយមានថាកុំឲ្យវាលឹះហ្នឹងហើយព្រោះតែលឹះហ្នឹងគឺពិបាកកែខ្លាំងមែនតើអ្នកនរគ្នាពេលដែលយើងមានថាពេលវេលាបថុចញ៉ុចយើងកែយើងលុបយើងទៅសេថែមហ្នឹងចុះឡើងបាត់អត្តន័យអស់លីងអត្តន័យគោលដែលយើងចង់និយាយហ្នឹងគឺទៅអស់មកគឺវល់ពេញហ្នឹងមកអញ្ចឹងខ្ញុំ recommend អ្នកទាំងអស់គ្នាឲ្យ check ឲ្យហើយកែឲ្យមួយទៀតគឺតាក់ទងជាមួយនឹង copy paste essays ហ្នឹងគឺមានន័យថាពេលខ្លះយើងបានចម្លើយពីនរណាម្នាក់ឬក៏រៀមច្បងអីហើយយើងទៅ copy paste របស់គេបាទហ្នឹងគឺចប់ហ្មង system គេគាត់តែតម្លាក់ចូលពឹបគេ scan មកគេដឹងបាត់ហើយបាទគេដឹង plagiarize មិន plagiarize គឺគេដឹងហ្មងចឹងហ្នឹងគ្រោះថ្នាក់ខ្លាំងមែនតើអ្នកនរគ្នាតែអូស្ត្រាលីគឺគេអត់លើកទឹកចិត្តទេសូម្បីតែរៀនណាពេលដែលយើង submit assignment អីគេមាន system គេ check ហ្មងតើយើងច្រឡងអត់តើយើងលួចចម្លងពីណាមកអត់ system គេគ្រាន់តែយើង submit ចូលពងវា scan ពឹបវានឹង load ប្រាប់ហើយតើ part ណាយើងលួចច្រឡងពី source មួយណាពីកន្លែងណាគឺវា load ប្រាប់ហ្មងហើយដូចជាតាមប៉ុន្មានភាគរយដូច5មិនដឹង10មិនដឹងខ្ញុំរៀនណាគឺធ្លាក់ហ្មង assignment ហ្នឹងចឹងអូស្ត្រាលីគឺ serious ខ្លាំងមែនតើតាក់ទងជាមួយនឹង plagiarism ហាចម្លងអីហ្នឹងបាទអញ្ចឹងកុំហ្មង idea ខ្លួនឯងចំណុចចុងក្រោយគឺតាក់ទងជាមួយនឹង weak development connection មានថាការសរសេររបស់យើងហ្នឹងគឺវាអត់ប្រតិកលាគ្នាទេមានថាទៅលើយើងសរសេរថារៀន ABC ដល់ពេលចុងក្រោយយើងទៅថា DEF នោះជួយយើងទៅធ្វើអានេះវិញហើយសួរថាទៅរៀនABC ទៅអីបើអត់ប្រើវាដដែល
ចឹងខ្ញុំឃើញច្រើនបាទ application ដែលខ្ញុំធ្លាប់បានអានណាខ្ញុំឃើញច្រើនគឺរើសមុខជាឧទាហរណ៍សរសេរមុខជា3ដែលសំខាន់នៅលើហើយដល់ពេលមកដល់ក្រោមថែមមួយទៀតឬក៏អត់និយាយអា3ហ្នឹងឯងនិយាយតែ2ហើយថែម2ផ្សេងមកទៀតហើយទៅ link ថា major ហ្នឹងវាមានអា2ហ្នឹងថែមទៀតឃើញវាច្បល់ហើយមានដូចខ្ញុំនិយាយចឹង major យើងមួយមាន sub unit ច្រើនមែនតើដោយសារយើងរៀនជា credit ចឹង credit ច្រើនណាអញ្ចឹងត្រូវ check ថាអាណាដែលយើងយកមកនិយាយ relate មួយ experience យើងបានណាយកអាហ្នឹងមកហើយអាហ្នឹងឯងគឺជាមានថាទៅវិញអាចុងក្រោយហ្នឹងគឺយកអាហ្នឹងមកដើម្បី develop ទៅជា plan របស់យើងហើយបើមិនយើងយកអីមកនិយាយផ្សេងហ្នឹងគឺចប់ហើយមានន័យថាយើងអត់ច្បាស់លាស់ប៉ុណ្ណឹងយើងអត់ដឹងថាខ្លួនឯងចង់បានអីធ្វើអីប៉ុណ្ណឹងចុងក្រោយទៅអីណាផ្សេងអញ្ចឹងណាអញ្ចឹងកន្លែងនេះជាចំណុចមួយដែរមិនខ្ញុំនិយាយរឿង system error ខ្ញុំភ្លេចអញ្ចឹងចំណុចមួយទៀតគឺ last minute submission last minute submission ហ្នឹងក៏ជាបញ្ហាដែរដែលតកតងជាមួយនឹង error system ហ្នឹងឯងអញ្ចឹងអ្នកទាំងអស់នេះត្រូវដឹងថា Australian Award Scholarship មិនមានតែនៅស្រុកខ្មែរទេបាទមានច្រើនប្រទេសមែនតើគ្រាន់តែថា timeline របស់គេខុសៗគ្នាអញ្ចឹងទៅបាទពេលវេលាកំណត់ប៉ុន្តែអ្នកនរគ្នាត្រូវដឹងថាសំបីតែនៅក្នុងស្រុករបស់យើងស្រុកខ្មែរហ្នឹងក៏មានរាប់ម៉ឺនអ្នកដែរដែលគេ submit ដែលគេ apply ហើយឧទាហរណ៍ timeline ស្រៀងគ្នានៅប្រទេសផ្សេងទៀតណាអញ្ចឹងវាធ្វើឲ្យ system ហ្នឹងរត់ទៅ slow ហើយបើចាំថ្ងៃចុងក្រោយចាំ submit គឺជាបញ្ហាធំហ្មងខ្ញុំសនំពរអ្នកនរគ្នាបើសិនជាអាច submit មុនមួយថ្ងៃព្រោះមុនមួយថ្ងៃហ្នឹងទោះបី error មិនក៏ដោយក៏យើងនៅមានឱកាស24ម៉ោងក្នុងការអង្គុយចាំក៏ចូលទៅមើលទៅ update ទៅអីចឹងដែរត្រូវអត់អញ្ចឹងមួយទៀតអាចមុនមួយអាទិត្យយើងចាប់ផ្ដើមcomplete ព័ត៌មានមួយចំនួនតាក់ទងមួយ personal information តាក់ទងជាមួយអីចឹងណាតាក់ទងមួយយើងមួយអីហ្នឹងចាប់ដើមបំពេញឲ្យហើយទៅហើយទុកបន្លោះតាកន្លែងដែលយើងត្រូវឆ្លើយហ្នឹងចាំ copy តាមក្រោយបានហើយចាំមុនមួយថ្ងៃសនំពរមុនមួយថ្ងៃហ្មងទៅមើលអស់ make sure ថាយើង complete អស់ហើយចុច submit ហើយបើចាំ last day គឺចប់ហ្មងដឹងថាមុខខៀវហ្មងបាទព្រោះ system ដែលខ្ញុំនិយាយមកអញ្ចឹងមនុស្សច្រើនបុកចូល system error វា slow ចុច submit អត់ទៅទេពេលខ្លះហើយពេលខ្លះ error ដាច់ connection ដាច់អីហ្នឹងហ្នឹងយើងនឹងជួបហើយអញ្ចឹងមុនមួយថ្ងៃអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបើសិនអ្នកនរគ្នាមានសំណួរផ្សេងប្រាប់ខ្ញុំផងនៅក្នុង comment